សួស្តីបងអានេះវិធីសម្រាប់ការប្រើប្រាស់ទូរបស់យើងទី1យើងត្រូវដាក់ទឹកតាមធុងខាងមុខនេះពេលដែលដាក់ទឹកទៅឃើញវាឡើងតាមក្រិតខាងជាប់ធុងហ្នឹងដល់តែ max ហ្នឹងគឺពេញចំណុះទឹករបស់យើងគឺ4លីត្រកន្លះបន្ទាប់ពីយើងដាក់ទឹកហើយគឺយើងបើកកុងតាក់ពីរហ្នឹងមកហើយនឹងសម្រាប់ដូចនេះគឺដោតនេះគឺអំពូលភ្លើងខាងលើបន្ទាប់ពីបើកកុងតាក់ហើយគឺយើងត្រូវមួលតនិចសីតុណ្ហភាពហ្នឹងអស់ដល់ត្រឹមលេខ110បន្ទាប់មកយើងត្រូវរងចាំប្រហែល2ទៅ3នាទីដើម្បីទឹកពុះទើបយើងដាក់នំចូលមួយវិញទៀតអ្វីដែលយើងត្រូវកត់សម្គាល់ទី1ទឹកនេះយើងត្រូវរក្សាវាឲ្យវានៅពេញកុំឲ្យវាស្រកដល់ពាក់កណ្ដាលមានន័យថាយើងអាសាថែមទឹកដោយសារតែកាលណាយើងទូទឹកវាស្រកដល់ពាក់កណ្ដាលឬក្រោមនឹងតិចម៉ាស៊ីននឹងអូតូកូប៉េម៉ាស៊ីនអត់ដើរទេមួយវិញទៀតសម្រាប់សីតុណ្ហភាពកាលណាពេលដែលយើងប្រើសីតុណ្ហភាព110ដំបូងយើងត្រូវប្រយ័ត្នយើងអាចដាក់រ៉ូម៉ោងរ៉ូអីដើម្បីបន្ថយសីតុណ្ហភាពមកវិញក្រោយ20នាទីដោយសារកាលណាយើងប្រើសីតុណ្ហភាព110ពេញរយៈពេលយូរវាធ្វើឲ្យនំយើងក្រហមខ្លោចបន្ទាប់ពីយើងរងចាំទឹកពុះហើយយើងសង្កេតឃើញនៅក្នុងទូនេះគឺវាឡើងចំហាយអាប់នៅក្នុងទូហ្នឹងគឺទឹកពុះហើយបន្ទាប់មកគឺយើងបើកទ្វារហ្នឹងសកត់ឡើងលើចឹងមកយើងបើកទ្វារហើយយើងចាប់ផ្ដើមទាញត្រេមួយដើម្បីដាក់នំបន្ទាប់ពីយើងដាក់នំហើយយើងត្រូវរងចាំរយៈពេល20នាទីគឺដើម្បីឲ្យនំខាងក្នុងនេះវាក្តៅល្មមហើយបានយើងបន្ថយសីតុណ្ហភាពខាងក្រោមនេះមកចន្លោះពី75ទៅ90មិញដែលចន្លោះពី75ទៅ90ហ្នឹងគឺអាស្រ័យទៅលើចំនួននំដែលទុកក្នុងទូហ្នឹងតិចឬច្រើនដែរ